ប៉ុន្តែសម្រាប់អ្នកដែលគ្មានលិខិតហើយដែលអាចធ្វើដំណើរមកបានកម្ពុជារាជរដ្ឋាភិបាលទទួលយកទាំងអស់មានឬគ្មានលិខិតឲ្យតែជនជាតិកម្ពុជាជនជាតិខ្មែរគឺយើងទទួលយកទាំងអស់ដោយមិនគិតថាមានលិខិតឬគ្មានលិខិតទេព្រោះយើងត្រូវតែទទួលយកពលរដ្ឋរបស់យើងត្រឡប់មកវិញកុំទុកឲ្យគេប្រមាថកុំទុកឲ្យគេធ្វើបាបព្រោះទង្វើនៅការរើសអើងជាតិសាសន៍នៅក្នុងប្រទេសថៃទៅលើពលរដ្ឋពលករកម្ពុជាកំពុងបានឡើងកម្ដៅចំណុចនេះក៏សូមបញ្ជាក់ដែរថាឡើងវិញអ្នកដែលត្រូវការលិខិតគឺត្រូវទៅរកប្រសិនបើការធ្វើដំណើរគ្មានត្រូវការទៅលិខិតទេមកដល់ទួលដែនខាងកម្ពុជាគ្មានត្រូវការលិខិតស្នាមអ្វីទាំងអស់ហើយតែពលរដ្ឋកម្ពុជាត្រូវតែទទួលយករួចហើយថែទាំឲ្យបានល្អដឹកជញ្ជូនទៅកាន់ភូមិកំណើតបន្តទៅនោះត្រូវរកការងារធ្វើដែលសពថ្ងៃនេះមានសពខ្វះរាប់សិបម៉ឺនកន្លែងទាំងក្នុងវិស័យឧស្សាហកម្មទាំងក្នុងវិស័យកសិកម្មទាំងក្នុងវិស័យសំណង់ដូច្នេះការងារនេះគឺជាការងារដែលយើងត្រូវរកឲ្យបងប្អូនព្រោះចាក់ចេញពីនោះយើងមានការងារធ្វើនៅក្នុងប្រទេសរបស់យើងដែលកំពុងតែខ្វះពលកម្ម